បនទេសនាមហាជាដកជារៀងរាល់ឆ្នាំនៅកន្លងខែមករាខែបោខែមេផគុណឬចែកមុនរដូវភ្លៀងតាមប្រតិទិនច័ន្ទគតិរបស់ខ្មែរជាវេលារៀបចំបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងស្រុកគឺបុណ្យទេសនាមហាជាដកគឺជាការទេសនាអំពីជាតិទាំង10របស់ព្រះពុទ្ធដែលបានចាប់កំណើតជាព្រះពោធិសត្វដែលហៅថាមហាជាដកទោះជាដកឬបញ្ញាជាដកដែលជារឿងរ៉ាវទាំង10ជាតិរបស់ព្រះពុទ្ធឆ្លងកាត់កន្លងមកក្នុងរយៈពេលបន្តគ្នាដែលជាព្រះពោធិសត្វមិនទាន់បានត្រាស់ដឹងអ្នកស្រាវជ្រាវបានរកឃើញជាដកទាំងអស់ចំនួន547ហើយទោះជាដកជារឿងរ៉ាវទាំង10នៃជាតិផ្សេងៗរបស់ព្រះពុទ្ធដែលជាតិចុងក្រោយគេឈ្មោះថាវេស្សន្តរជាដកលុះដល់សម័យបច្ចុប្បន្នគេទេសតែជាតិចុងក្រោយគឺទេសមហាវេស្សន្តរជាដកបុណ្យនេះមានប្រជាប្រិយភាពតាំងពីបុរាណកាលដោយមានចារឆ្លាក់តាមប្រាសាទបុរាណខ្មែរនិងនៅតាមគំនូរក្នុងវត្តនានានៃប្រទេសកម្ពុជាផងដែរជាតិចុងក្រោយនេះគឺព្រះវេស្សន្តរបានបំពេញនៅទានបារមីក្នុងចំណោមបារមីទាំង30ដែលព្រះអង្គបានប្រាជ្ញាចិត្តលះបង់តំណែងជាក្សត្រទូនាទីធំធេងលើផែនដីមានទ្រព្យសម្បត្តិហូរហៀឲ្យទៅពពុះព្រានលះបង់ដំរីមង្គលប្រចាំនគរលះបង់មហាសីនិងបុត្រទាំងពីរជាទីស្រឡាញ់និងអ្វីៗគ្រប់បែបយ៉ាងសូម្បីតែជីវិតខ្លួនជាទានការឲ្យទាននេះជាទានដែលកើតចេញពីចិត្តនិងសទ្ធាដ៏ជ្រះថ្លាអស្ចារ្យដែលព្រះអង្គប្រណិប័តទានបារមីដ៏ប្រសើរខ្ពង់ខ្ពស់ដែលមនុស្សទូទៅធម្មតាមិនអាចធ្វើបាននៅក្នុងគម្ពីរព្រះត្រៃបិដកបុគ្គលដែលបូជាទានកាត់ជាតិណារមែងមានទ្រព្យសម្បត្តិច្រើនបុគ្គលដែលរក្សាសីលកាត់ជាតិណាមានរូបសម្បត្តិល្អទេសមហាជាដកជាការសម្ដែងធម៌ទេសនានៃជាតិរបស់ព្រះវេស្សន្តរជាជាតិដ៏ធំជាងគេបង្អស់ក្នុងចំណោមជាដកទាំងអស់ដែលមានខ្លឹមសារសំខាន់តជាភាគហៅថាកងដែលមានចំនួន13កងបន្តដោយកងទី14ការអភិសេកនិងកងទី15អានិសង្ឃឆ្លងដែលត្រូវបានព្រះសង្ឃទេសជូនពុទ្ធបរិស័ទជាធម្មទានទំនៀមបុណ្យនេះតែងតែប្រារព្ធឡើងចំនួន3ថ្ងៃហើយនៅតាមវគ្គនីមួយៗតែងតែមានការសម្ដែងជាឈុតនានាដែលទាក់ទងនឹងសាច់រឿងចំណែកទីតាំងវត្តដែលប្រារព្ធពិធីក៏មានការតុបតែងលម្អជាដើមឈើដើមជ័យចំពៅស្លឹកឈើផ្លែឈើគ្រប់ប្រភេទដូចនៅក្នុងព្រៃមានផ្កាផ្លែនិងមនុស្សសត្វផងដែរនាពេលបច្ចុប្បន្ននេះនៅតាមវត្តអារាមតាមនិគមនានាក៏បានរៀបចំប្រារព្ធពិធីបុណ្យនេះមិនខុសគ្នាប៉ុន្មានទេទៅតាមធនធានដែលមានខ្លះមានតុបតែងឆាកខ្លះក៏មានការសម្ដែងនិងសង្ខេបរឿងខ្លីៗទៅតាមទំនៀមនិងទៅតាមបរិបទដែលពួកគាត់រស់នៅនេះជាឧទាហរណ៍ខ្លះៗនៃពិធីបុណ្យទេសមហាជាដកអភិសេកព្រះនិងឆ្លងបេតុងរៀនហាជុំវិញព្រះវិហារនៃវត្តមហាប្រាសាទរាជាធិបតីហៅវត្តព្រិនដែលមានទីតាំងនៅភូមិក្រសាំងសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបបុណ្យនេះប្រារព្ធឡើងចំនួន3ថ្ងៃគឺថ្ងៃទី14កើត15កើតនិង100ខែមិញឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1រហូតដល់ថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ថ្ងៃដំបូងអ្នកដើមបុណ្យឧបាសកតាតនោមនិងក្រុមគ្រួសារអាចារ្យគណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទទាំង7ភូមិដែលរស់នៅចំណុចជើងវត្តបានប្រគេនអង្គនិងជាតេយ្យទានមានគ្រឿងដាំស្លនិងចេកអំពៅបន្លែផ្លែឈើផ្កាគ្រប់ប្រភេទសម្រាប់តុបតែងជាមួយគ្រឿងប្រដាប់មលូស្លាធម៌បាយសីជន់ថ្នាក់សម្រាប់កិច្ចផ្សេងៗនៅពេលរសៀលម៉ោង1កន្លះមានកិច្ចសែនក្រុងពលីនិងលើកទងនៅម៉ោង2កន្លះលោកអាចារ្យដឹកនាំពុទ្ធបរិស័ទសូត្រធម៌នមស្ការសមាធិសិលបួងសួងនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងនៅពេលល្ងាចពិធីសម្ដែងធម៌ទេសនាកងម៉ាឡៃនៅព្រឹកថ្ងៃបន្ទាប់កម្មវិធីបុណ្យពេញមួយថ្ងៃតែម្ដងដោយពេលទៀបភ្លឺជាជុំពុទ្ធបរិស័ទថ្វាយបង្គំព្រះសមាទិសិលថ្ងៃពេញបរមី15កើតនិងរៀបចំប្រគេនជាគូដល់ព្រះសង្ឃចំនួន13អង្គក្រោយពីចង្ហាន់ព្រឹករួចនៅវេលាម៉ោង7និមន្តព្រះសង្ឃសម្ដែងធម៌ទេសនាអំពីជាតិរបស់ព្រះវេស្សន្តរពីកង1រហូតដល់កងបញ្ចប់សម្រាប់ចង្ហាន់ពេលថ្ងៃត្រង់រួចបន្តសម្ដែងព្រះធម៌ទេសនារហូតដល់ចប់និងអានិសង្ឃដែលពុទ្ធបរិស័ទនឹងទទួលបានពីបុណ្យទេសមហាជាដកព្រះតេជគុណហងហឿមគ្រូសូត្រឆ្វេងនៃវត្តព្រិនមានសន្និកាថារាល់កងនីមួយៗទេសនាដល់លោកអង្គផ្សេងតែក៏មានលោកខ្លះទេសនាកងបន្តខ្លះដែរមកដល់បញ្ចប់គេបានសូត្រធម៌អនុមោទនាផ្សាយបុណ្យដល់ញាតិនិងសពសត្វទាំងឡាយនិងជ្រោចទឹកនិងមានការពូនពំនូតបាយតូចៗហៅថាបាយគេថាព័ន្ធតំបន់ខ្លះគេបាច់ប្រាច់លីសម្រាប់ទេសនាដល់គេថាមួយតាមកងនីមួយគេយកពំនូតបាយមួយចំនួនទៅបាច់សម្រាប់ឧទ្ទិសកុសលដល់ព្រលឹងអ្នកស្លាប់មានសម្ដានខ្មោចប្រែតនានាដែលគ្មានទីពឹងឲ្យរួចចាក់ទុកនិងចាប់កំណើតវិញចំណែកលោកយាយឆេងច័កអាយុ67ឆ្នាំរស់នៅភូមិជ្រៃដែលបានមកធ្វើបុណ្យនៅទេសមហាជាដកនៅវត្តស្វាយធំនិងជាអ្នកបាច់តំបាយនោះបានមានប្រសាសន៍ថាបាយគេថានេះប្រើសម្រាប់ឧទ្ទិសកុសលដល់ញាតិដែលបានចែកឋានទៅចំនួន108ដុំសម្រាប់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃ
ដែលសាកបុណ្យនេះប្រារព្ធឡើងភ្ជាប់ជាមួយបុណ្យបូជាផងនៅវេលាម៉ោង 6:30 នាទីពុទ្ធបរិស័ទវត្តព្រិនបានជួបជុំសូត្រធម៌នមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងហែបុណ្យមិបូជាប្រតិសិនជំវិញព្រះវិហារចំនួន3ជុំកិច្ចបន្ទាប់ប្រកាសពិធីបុណ្យមិបូជាជាមួយនឹងពិធីសូត្រពុទ្ធិពិស័យព្រះពេលយប់គេរៀបចំក្មេងប្រុសស្រីព្រមចារីស្លៀកពាក់សចំនួន10នាក់នាំគ្នាបកស្រូវសម្រាប់ធ្វើមធុបាយ័តសម្រាប់ជាចង្ហាន់ថ្វាយព្រះនៅពេលព្រឹកនៅពេលរាត្រីគេបន្តសូត្ររំលឹកគុណបុណ្យមិបូជារហូតទៅភ្លឺនៅព្រឹកថ្ងៃចុងក្រោយនៅវេលាម៉ោង 3 ទេភ្លឺយាយចាស់នៅពីយប់នាំគ្នាកោមធុបាយ័តសម្រាប់ចង្ហាន់ព្រះនិងព្រះសង្ឃលោកដល់មេភ្លឺអ្នកស្រុកនាំគ្នាសូត្រធម៌នមស្ការសមាទានសិលនិងរៀបចំចង្ហាន់ពេលព្រឹកប្រគេនព្រះសង្ឃកិច្ចបន្ទាប់ព្រះសង្ឃនិមន្តសម្ដែងធម៌ទេសនាក្រេ3រៀបចំរដ្ឋបាត់ឆ្លងនិងវេកតាហាប្រគេនដល់ព្រះសង្ឃនិងអញ្ជើញពុទ្ធបរិស័ទពិសាភោជនាហារជាកិច្ចបញ្ចប់បុណ្យកម្មវិធីបុណ្យទេសនាមហាជារដ្ឋដែលបង្ហាញខាងលើគេប្រារព្ធឡើងភ្ជាប់ជាមួយនឹងបុណ្យផ្សេងៗទៀតដូចជាពុទ្ធិពិស័យព្រះឆ្លងមេតុងនិងបុណ្យមិបូជាជាដើមហើយបុណ្យនេះបានប្រារព្ធឡើងនៅគ្រប់វត្តអារាមទាំងអស់នៅខេត្តសៀមរាបហើយកិច្ចពិធីក៏មានដូចគ្នានិងប្លែកពីគ្នាខ្លះតាមបរិបទដែលពួកគាត់រស់នៅនិងមានលក្ខណៈបុរាណច្រើនដូចជាវត្តបន្ទាយក្បាលចិនប្រារព្ធក្នុងថ្ងៃមិបូជាដោយវត្តព្រឹនដែរហើយក៏មានវត្តជាច្រើនទៀតដែលប្រារព្ធធ្វើនៅថ្ងៃផ្សេងគ្នាដូចជានៅវត្តប្រាសាទតាគងទេសនាតាំងពីដើមខែមេឯវត្តមហាអំពរាមហើយវត្តស្វាយធំបានប្រារព្ធឡើងនៅថ្ងៃទី27 28និងថ្ងៃទី1មិនិនាឆ្នាំ2026កិច្ចចុងក្រោយមានសូត្រធម៌បង្កើត7នៅជុំវិញទីសក្ការៈចំនួន3ជុំសូមសេចក្តីសុខដឹកនាំដោយលោកអាចារ្យនិងពុទ្ធបរិស័ទទាំងអស់គ្នាហើយចំណែកឯវត្តបដាក៏បានចាប់ផ្ដើមធ្វើបុណ្យទេសមហាជាដកនៅថ្ងៃទី2រហូតដល់ថ្ងៃទី4ខែមីនាឆ្នាំ2026បន្តផងដែរបុណ្យទេសនាមហាជាដកជាបុណ្យដ៏ធំមួយនិងសំខាន់មួយរបស់ខ្មែរដែលមានបំណងដើម្បីរំលឹកគុណព្រះពុទ្ធក្នុងកំណើតជាតិជាព្រះវេស្សន្តរដែលមានចិត្តសទ្ធាជ្រះថ្លាដ៏អស្ចារ្យគឺការលះបង់នៅកិលេសមាសតណ្ហាគ្រប់បែបយ៉ាងដើម្បីសម្បីតែជីវិតខ្លួនបុណ្យនេះបានចែករំលែកនៅគំរូដ៏ល្អដែលបង្ហាញពីសេចក្តីសប្បុរសផ្ដល់ទានដល់អ្នកខ្វះខាតដើម្បីអប់រំមនុស្សទាំងឡាយឲ្យមានសេចក្តីជ្រះថ្លាក្នុងចិត្តកាយបណ្ដុះស្មារតីពុទ្ធបរិស័ទឲ្យចេះស្ដាប់នឹងខ្លួនធ្វើបុណ្យធ្វើទានរក្សាសីលឧទ្ទិសកុសលដល់ញាតិសន្តាននិងខ្លួននាពេលបច្ចុប្បន្ននិងសម្រាប់អនាគតជាតិដែលមើលមិនឃើញចាំវិច័យរំលែកដល់ពុទ្ធបរិស័ទបន្តផ្សព្វផ្សាយតាមរយៈបុគ្គលណាបូជាទានការជាតិណារមែងមានទ្រព្យសម្បត្តិច្រើនបុគ្គលដែលរក្សាសីលការជាតិណាមានរូបសម្បត្តិល្អនិងការបូជាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដែលបានត្រួតត្រាយផ្លូវនិងដំណើរទៅកាន់សេចក្តីសុខនិងវាចាកទុក្ខ